ជំរាបសួរស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបប្រើប្រាស់ទៅលើសេវាកម្ម TikTok ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់បង្កើនចំនួន like ចំនួន comment ចំនួន view ឬក៏ចំនួន follower នៅលើ TikTok បងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះពីដើមដល់ចប់គឺធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាចបង្កើនចំនួន like ចំនួន comment ចំនួន view ឬក៏ចំនួន follower ផ្សេងទៅតាមតម្រូវការរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមនឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យ TikTok នឹងបានបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចដើម្បីចុចចូលទៅលើពាក្យថា Category ដែលនៅក្នុង Category នឹងដែរគឺវាមានសេវាកម្មច្រើនមែនទែនដែលទាក់ទងទៅនឹង TikTok ដែលនៅក្នុង Category ហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនដែលទាក់ទងទៅនឹង TikTok គឺវាមានដូចជា TikTok Like TikTok View TikTok Follower TikTok Save TikTok Share TikTok Comment TikTok Story View និង TikTok Live Stream View ប្រសិនបើបងប្អូនចង់បង្កើនចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា TikTok Like បានហើយប្រសិនបើបងប្អូនចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា TikTok View បានហើយនៅខាងក្រោមនឹងទៀតគឺវាមានសេវាកម្មតាក់ទងទៅនឹងចំនួន follower តាក់ទងទៅនឹងការ boost sale boost share comment ឬក៏ story view live stream view គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយនឹងបានឧទាហរណ៍ខ្ញុំជ្រើសរើសយកមួយសេវាកម្មដើម្បីធ្វើជាការបង្ហាញជូនដល់បងប្អូនឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើសេវាកម្ម TikTok View បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចរាល់អស់ហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា Service សម្រាប់សេវាកម្ម TikTok View គឺវាមាន5 Service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូននៅក្នុងហ្នឹងគឺវាមាន service ដូចជា TikTok View Chippy TikTok View Instant Start Fast TikTok View Max Unlimited និង TikTok View Always Stable ហើយរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនបងប្អូនហើយចំពោះ quality របស់ service ទាំងអស់នោះវិញគឺសុទ្ធតែធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយប្រសិនបើបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំជ្រើសរើសទៅលើ service TikTok View Chippy នៅពេលដែលបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសវាមកក្រោមបន្តិចទៀតហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេបំផុតនៅក្នុងវីដេអូមួយនេះគឺតម្រូវឲ្យបងប្អូនចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលដើម្បីទាញយក link វីដេអូ TikTok របស់បងប្អូនបានបងប្អូនចូលទៅកាន់ account TikTok របស់បងប្អូនជាមុនសិនមកហើយបន្ទាប់មកបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់បង្កើនចំនួន view ឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើវីដេអូមួយនេះហើយនៅលើវីដេអូ TikTok របស់បងប្អូននឹងឃើញមានចំណុចត្រេ3តូចទៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រេ3តូចនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link ហើយដើម្បី copy link វីដេអូ TikTok របស់បងប្អូនបានបងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងមកគឺបងប្អូនអាច copy link វីដេអូ TikTok របស់បងប្អូនបានហើយបន្ទាប់ពីបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនរួចរាល់បងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok ដែលបងប្អូនបាន copy អំបញ្ញមិញចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់បង្កើនឬក៏បងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់ចំនួន view បានចាប់ពីចំនួន100 view ឡើងទៅ
ដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់បួសទៅតាមតម្រូវការរបស់បងប្អូនបានចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100 view អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.00111 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួន view នៅខាងលើនឹងពី100មក1000ហើយពី1000មកចំនួន10000អញ្ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាប្រែប្រួលកើនឡើងមក 0.111 សេនវិញហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងចំនួនរហូតដល់ 100000 view តម្លៃសេវាកម្មគឺត្រឹមតែ$1ជាងតែប៉ុណ្ណោះបងប្អូនតម្លៃសេវាកម្មគឺពិតជាពិសេសមែនតើបងប្អូនហើយចំណែកឯរយៈពេល6នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការបូសចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនគឺមានន័យថាបន្ទាប់ពី6នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានបូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់សវីដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យទៀងទាត់ថារាល់សវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក្កយបត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សេវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link TikTok របស់បងប្អូនចំនួន view ដែលបងប្អូនបានបូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យទៀងទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានហើយចំពោះរយៈពេលរងចាំដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល6នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានបូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការប្រើប្រាស់ទៅលើសេវាកម្ម TikTok ផ្សេងៗជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺងាយៗមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានការចំណេញយ៉ាងច្រើនដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ